ជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះដើរទៅផ្សារឃើញក្បាលត្រីមួយតំណងមែនទែនហើយក៏ទិញក្បាលត្រីនេះយកមកស្លម្ជូរគ្រឿងតែម្ដងទៅជាបថារសជាតិនេះឆ្ងាញ់10លើ10តែម្ដងបងប្អូនអ្នកគ្នារបៀបស្លរបស់ខ្ញុំគឺបែបងាយៗបងប្អូនអ្នកគ្នាដាក់ជាមួយប្រេងឆារួចហើយយើងដាក់ជាមួយខ្ទឹមសចាខ្ទឹមសយើងអាចលីងបន្តិចបានចាហើយយើងដាក់គ្រឿងរបស់យើងចូលទៅជាមួយគល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចល្មៀតចាហើយបន្ថែមជាមួយម្ទេសផងដែរចាដោយសារខ្ញុំអត់បុកទេគ្រឿងគឺខ្ញុំដំបងប្អូនអ្នកគ្នាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងប្រហុកបន្តិចដែរបងប្អូនអ្នកគ្នាជ្រោចទឹកបន្តិចចូលទៅយើងចាប់ផ្ដើមដាក់ត្រីរបស់យើងចូលតែម្ដងចាដាក់ត្រីចូលរួចរាល់យើងចាប់ផ្ដើមឆាជាមួយត្រីនិងគ្រឿងរបស់យើងមកបន្តិចទៅបន្ទាប់មកយើងចាប់ផ្ដើមផ្សំគ្រឿងចាមានប៊ីចេង1ស្លាបព្រាចារ៉ឹកឌីជិត4ស្លាបព្រាដែរចាបន្ទាប់មកទៀតយើងដាក់ស្ករសបន្តិចដែរបងប្អូនអ្នកគ្នាហើយសម្រាប់ខ្ញុំដាក់ទឹកត្រី2ស្លាបព្រាចាហើយក៏ខ្ញុំបានលួចអំបិលបន្តិចដែរបងប្អូនអ្នកគ្នាអំបិលម៉ត់របស់យើងណាចាអញ្ចឹងយើងកូរទៅកូរមកជាមួយនឹងគ្រឿងរបស់យើងជាមួយនឹងត្រីរបស់យើងទៅមកបែបនេះមកចាហើយមកសន្ទុះមកទៀតយើងក៏ចាប់ផ្ដើមដាក់ជាមួយទឹករបស់យើងណាបងប្អូនអ្នកគ្នាចាហើយដូចខ្ញុំបញ្ជាក់ចឹងបងប្អូនអ្នកគ្នាគឺយើងលួចជាមួយអំបិលបន្តិចដែរបងប្អូនចាហើយមិនដឹងវីដេអូអំបិលនៅខាងណាបងប្អូនអើយដឹងថាបានដាក់ចាឥឡូវយើងដាក់ទឹកចូលបងប្អូនអ្នកគ្នាទឹកតាមចំណង់ចំណូលចិត្តណាបងប្អូនអ្នកគ្នាដាក់រៀងច្រើនបន្តិចទៅដោយសារអីត្រីនេះច្រើនដែរចាឥឡូវទឹកពុះហើយត្រីឆ្អិនដែរយើងដាក់ជាមួយនឹងម្ជូរស្លឹកអំពិលខ្ចីរបស់យើងនិយាយថាជាតិឲ្យ10លើ10តែម្ដងចានិយាយថាជូរជ្រះមាត់សាហាវតែម្ដងបងប្អូនអ្នកគ្នាចាអញ្ចឹងម្ជូររបស់យើងនេះទិញមក1000ចាដាក់ទាំងអស់តែម្ដងចារមាស់រៀងយូរបន្តិចទៅបងប្អូនអ្នកគ្នាដើម្បីឲ្យស្លឹកអំពិលចេញជាតិកាន់តែល្អចាហើយបន្តមកទៀតយើងដាក់ជាមួយនឹងបន្លែរបស់យើងចូលតែម្ដងចាការពិតស្លនេះមិនបាច់ដាក់បន្លែក៏បានដែរប៉ុន្តែខ្ញុំចង់បានតកួនញ៉ាំបងប្អូនអ្នកគ្នាចាបន្ទាប់មកយើងដាក់ម្ទេសពីលើមកទៀតបន្ថែមសោភ័ណភាពកាន់តែស្អាតអូយនិយាយថាស្អាតហើយឆ្ងាញ់ទៀតបងប្អូនអើយនិយាយថាញិចម្ទេសទៅហិលញាក់សាច់តែម្ដងបងប្អូនអ្នកគ្នាដាក់ម្ទេសឲ្យច្រើនកាន់តែឆ្ងាញ់បងប្អូនអ្នកគ្នាសម្រាប់ខ្ញុំញ៉ាំហិលទៅឆ្ងាញ់បងប្អូនអើយធ្លាប់មាត់ហើយចាញ៉ាំអីក៏ដៅក្រមម្ទេសដែរនិយាយមែនចាចឹងតើបងប្អូនអ្នកគ្នាញ៉ាំបាយជាមួយនាងខ្ញុំចាអរគុណសម្រាប់ការទស្សនាវីដេអូនិងចុច follow ផងដែរប្រម៉ូសិនទិញមួយថែមមួយ$15បងប្អូនអ្នកគ្នាទិញអាធំថាទូចាអញ្ចឹងបងប្អូនអ្នកគ្នាសម្រាប់លេខคลิกមករូបជាបាយរកបញ្ហាคลิกខ្មៅคลิกដុំពកคลิกគ្រឿងคลิกបាយសង្វារជាពិសេសបងប្អូនដែលមានក្លិននឹងតែម្ដងលាបឲ្យបាត់ក្លិនតែម្ដងបងប្អូនអ្នកគ្នាចាហើយបើថាសួរថាលាបប្រមាណខ្លងសលាបតែមួយខ្លងនេះសមម៉ត់ជាមួយទៀតបងប្អូនអ្នកគ្នាចាអញ្ចឹងតែគាត់ចង់បានប្រម៉ូសិននេះចាទិញមួយថែមមួយ$15ឆាតចូល page ឬ Facebook របស់ខ្ញុំបានហើយ Telegram របស់ខ្ញុំចាលេខនៅលើ profile Facebook របស់ខ្ញុំនិងលេខនៅលើចា profile TikTok របស់ខ្ញុំក៏មានដែរអញ្ចឹងបងប្អូនអាចទិញបានគ្រប់ចាវិធីសាស្ត្រទាំងអស់ចាថាចូលពេកបាន Telegram ក៏បាន Call ក៏បានដែរអញ្ចឹងបងប្អូនអ្នកគ្នា$15ចាបាន2ខ្លង